ពាក្យថាកតបកិច្ចមានន័យថាកិច្ចដែលត្រូវធ្វើខានមិនបាននោះពាក្យថាកតបកិច្ចអញ្ចឹងកតបកិច្ចខ្ញុំសូមឆ្លើយខ្លីបងប្អូនអតិថិជនប្រជាពលរដ្ឋទាំងអស់ដែលខ្ចីលុយពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានកតបកិច្ចមួយគឺសងវិញទាំងដើមទាំងការតាមកាលកំណត់ដែលមានចែងក្នុងកិច្ចសន្យាយើងបានផ្តិតមេដៃចុះហត្ថលេខាទទួលខុសត្រូវជាមួយគ្នានេះជាកតបកិច្ចចម្បងចំពោះសិទ្ធិវិញយើងមានច្រើនសិទ្ធិទី1ខ្ញុំសូមបញ្ជាក់អំពីអ្នកផ្ដល់ប្រាក់កម្ចីជា2ក្រុមបាទទី1យើងហៅថាក្រុមក្រៅប្រព័ន្ធទី2យើងហៅថាក្រុមផ្ដល់ប្រាក់កម្ចីនៅក្នុងប្រព័ន្ធក្រុមនៅក្រៅប្រព័ន្ធមានន័យថាអង្គការសមាគមឬក៏អ្នកផ្ដល់ប្រាក់កម្ចីជាឯកជនដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជាបាទនេះយើងហៅថាក្រុមដែលផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធបាទហើយក្រុមដែលផ្ដល់ប្រាក់កម្ចីក្នុងប្រព័ន្ធមានន័យថាគ្រឹះស្ថានធនាគារឬក៏មីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាបាទអញ្ចឹងក្នុងក្រុមទាំងពីរនេះបងប្អូនប្រជាពលរដ្ឋយើងមានសិទ្ធិខ្ចីខាងណាក៏បានដែរក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាក្រុមដែលមានអាជ្ញាប័ណ្ណឬយើងហៅថាក្នុងប្រព័ន្ធដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាខាងធនាគារឬមីក្រូហិរញ្ញវត្ថុទាំងអស់នោះលោកមានគោលការណ៍ត្រឹមត្រូវលោកមានផ្ដល់កម្រៃការប្រាក់តាមការកំណត់របស់ធនាគារជាតិនៃកម្ពុជាហើយប្រសិនបើមានបញ្ហាកើតឡើងរវាងអតិថិជននិងគ្រឹះស្ថានទាំងអស់នោះគេមានច្បាប់មានទម្លាប់មានគោលនយោបាយដោះស្រាយត្រឹមត្រូវបាទបើនិយាយពីអត្រាការប្រាក់គឺតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចផ្ដល់ប្រាក់អត្រាការប្រាក់មិនអាចទារអត្រាការប្រាក់លើសពី18% ក្នុងមួយឆ្នាំឬក៏យើងនិយាយកាត់ទៅថា 1.5% ក្នុងមួយខែយើងមិនអាចលើសនឹងបានទេព្រោះនេះជាច្បាប់កំណត់បាទប៉ុន្តែបើនិយាយពីក្រៅប្រព័ន្ធវិញគេឲ្យគេទាប្រមាណអីប្រមាណខ្ញុំមិនច្បាស់ទេប៉ុន្តែគ្មានច្បាប់ណាគ្រប់គ្រងគេមិនមានអីទេអញ្ចឹងបើសិនជាយោបល់របស់ខ្ញុំផ្ទាល់មានន័យថាប្រជាពលរដ្ឋយើងគួរជ្រើសរើសពេលដែលយើងត្រូវការប្រាក់កម្ចីគួរជ្រើសរើសក្រុមដែលក្នុងប្រព័ន្ធដែលមានការទទួលស្គាល់របស់ធនាគារជាតិនៃកម្ពុជាបាទនឹងទី1អញ្ចឹងទី2ចូលមកដល់ក្រុមដែលមានអាជ្ញាប័ណ្ណទទួលខុសត្រូវមានអាជ្ញាប័ណ្ណពីធនាគារនៃកម្ពុជាបងប្អូនប្រជាពលរដ្ឋយើងអាចជ្រើសរើសទៀតមិនមែនត្រូវតែខ្ចីពីគ្រឹះស្ថាននេះគ្រឹះស្ថាននោះធនាគារនេះធនាគារនោះទេអញ្ចឹងទី1បងប្អូនអាចជ្រើសរើសសួរគេព័ត៌មានមួយចំនួនឧទាហរណ៍ប្រកាសច្បាស់ថាគេមានអាជ្ញាប័ណ្ណត្រឹមត្រូវទេយើងពលរដ្ឋយើងមានសិទ្ធិសួរថាគ្រឹះស្ថានរបស់លោកគ្រូមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជាឬទេនេះបញ្ហាទី1សំខាន់បាទបញ្ហាទី2ពេលដែលយើងចរចាប្រាក់កម្ចីមួយគេយើងត្រូវសួរគេថាអត្រាការប្រាក់ដែលខ្ញុំខ្ចីហ្នឹងប្រមាណភាគរយក្នុងមួយខែឬក៏ប្រមាណភាគរយក្នុងមួយឆ្នាំយើងត្រូវចាំទុកថាគ្រឹះស្ថានទាំងអស់នោះមិនអាចផ្ដល់លើសពី18% ក្នុងមួយឆ្នាំឬក៏1.5% ក្នុងមួយខែមិនឲ្យលើសហ្នឹងទេបើក្រោមហ្នឹងបានតែលើសហ្នឹងអត់បានទេពីព្រោះយើងមានការគ្រប់គ្រងត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជាបាទទី3យើងអាចសួរគេថាតើក្រៅពីអត្រាការប្រាក់ហ្នឹងគ្រឹះស្ថានទាំងអស់នោះមានសហុយចំណាយផ្សេងដែលទាមទារពីអតិថិជនឬអត់ហើយសហុយចំណាយហ្នឹងប្រមាណយើងសួរគេឲ្យច្បាស់អញ្ចឹងបាទទី4យើងឲ្យគេសរុបថាតើបើខ្ញុំខ្ចី 1000 រយៈពេល1ឆ្នាំខ្ញុំសងការប្រាក់ប្រមាណខ្ញុំត្រូវបង់សហុយចំណាយប្រមាណ
ទាំងអស់នេះយើងត្រូវដឹងពីព្រោះនៅក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជារាល់គ្រឹះស្ថានដែលមាននៅក្នុងប្រព័ន្ធហ្នឹងត្រូវតែមានតារាងមួយគេហៅថាតារាងតម្លាភាពឬតារាងព័ត៌មានប្រាក់ខ្ចីសម្រាប់អតិថិជនក្នុងតារាងនោះគេទៅរៀបរាប់ពីចំនួនប្រាក់ដែលយើងត្រូវខ្ចីគេប្រមាណអត្រាការប្រាក់មួយខែប្រមាណមួយឆ្នាំប្រមាណគេគិតឲ្យយើងសហុយចំណាយដែលក្រៅពីការប្រាក់នឹងប្រមាណសរុបការប្រាក់ដែលយើងត្រូវបង់គេក្នុងរយៈពេលកម្ចីបើមួយឆ្នាំតើសរុបការប្រាក់ដែលយើងទៅសងគេនឹងប្រមាណប្រាក់ដើមប្រមាណសហុយចំណាយប្រមាណរយៈពេលដែលយើងខ្ចីគេនឹងរយៈពេលប្រមាណបើពេលយើងសងយឺតយើងទទួលពីនៃប្រមាណពេលយើងសងមុនកាលវសានចុងក្រោយមានន័យថាមុនថ្ងៃផុតកំណត់នៃកិច្ចសន្យាបើយើងសងមុនតើយើងមានទទួលប្រាក់ពិន័យឬអត់នេះជាព័ត៌មាននៅក្នុងតារាងព័ត៌មានប្រាក់កម្ចីហ្នឹងអញ្ចឹងអតិថិជនយើងមេត្តាលោកមេត្តាមុននឹងខ្ចីគេសុំសួរព័ត៌មានឲ្យអស់ជាសិទ្ធិរបស់យើងហ្នឹងជាសិទ្ធិរបស់យើងដើម្បីឲ្យយើងដឹងកុំឲ្យយើងខ្ចីគេយើងអត់ដឹងថាការប្រមាណសហុយប្រមាណសងគេយ៉ាងម៉េចមួយខែប្រមាណអីប្រមាណរបៀបសងយ៉ាងម៉េចយើងអត់ដឹងគឺត្រឡប់ទៅវិញដោយតែលោកបណ្ឌិតរិទ្ធីដែលបានលើកឡើងហ្នឹងគឺលោកបានជម្រាបពីច្រើនគឺអំពីសិទ្ធិអញ្ចឹងខ្ញុំសូមបន្ថែមទៅនឹងកាតព្វកិច្ចវិញអញ្ចឹងកាតព្វកិច្ចរបស់អតិថិជនត្រូវបើយើងនិយាយរួមទៅគឺកាតព្វកិច្ចត្រូវបានចែកជាពីរកាតព្វកិច្ចរបស់គ្រឹះស្ថាននិងពួកអតិថិជនកាតព្វកិច្ចរបស់អតិថិជននិងពួកគ្រឹះស្ថានក៏ប៉ុន្តែលើកនេះយើងនិយាយតែកាតព្វកិច្ចរបស់អតិថិជនទេតែនៅក្នុងកាតព្វកិច្ចរបស់អតិថិជនសំខាន់នោះគឺយើងផ្ដោតទៅលើរឿងទី1គឺវិន័យឥណទានពីព្រោះថានៅពេលណាដែលមានការចុះកិច្ចសន្យាចងក្រងកិច្ចសន្យាជាមួយគ្នារវាងភាគីអ្នកខ្ចីហើយនិងភាគីអ្នកឲ្យខ្ចីគឺចាំបាច់គឺភាគីទាំងពីរគឺតែគោរពកិច្ចសន្យាហើយនឹងគេហៅថាត្រូវអនុវត្តទៅតាមវិន័យឥណទានដែលរួមមានត្រូវការឲ្យមានការសងត្រឡប់មកវិញទៀងទាត់តាមពេលវេលាបាទគឺតាមពេលវេលាដែលបានកំណត់នៅក្នុងតារាងនៃកិច្ចបង់សងក្រៅពីនោះអតិថិជនក៏គាត់ត្រូវមានកាតព្វកិច្ចចំពោះគ្រឹះស្ថានដូចជានៅពេលដែលអតិថិជនគាត់មកធ្វើការគេហៅថាស្នើសុំនៅឥណទានពីគ្រឹះស្ថានគឺពួកគាត់ត្រូវមានកាតព្វកិច្ចមួយផ្ដល់ព័ត៌មានពិតប្រាកដជាក់លាក់និងត្រឹមត្រូវបាទជូនដល់គ្រឹះស្ថានពីព្រោះបើសិនជាគាត់មិនបានអនុលោមឬក៏បំពេញនៅព័ត៌មានផ្ដល់ឲ្យព័ត៌មានមិនត្រឹមត្រូវទេមិនច្បាស់លាស់ទេឬក៏ព័ត៌មានคล้ายៗគឺច្បាស់ណាស់គឺនឹងធ្វើឲ្យគេហៅថាការវាយតម្លៃការសិក្សាទៅលើលទ្ធភាពនៃការបង់សងត្រឡប់មកវិញរបស់អតិថិជនហ្នឹងនឹងមានចន្លោះប្រហោងហើយដែលជាអាចនឹងបង្កទៅដល់គេហៅថាភាពគេហៅថាមិនប្រសើររបស់គាត់ដល់គាត់វិញនៅពេលក្រោយបន្ទាប់ពីបានអនុទានទៅបាទក្រៅពីទៅនឹងរឿងកាតព្វកិច្ចនៃការផ្ដល់ជាព័ត៌មាននោះមានថាអតិថិជនក៏គាត់ត្រូវគេហៅថាអនុលោមទៅតាមដូចជាអ្វីដែលបានចែងនៅក្នុងក្រមនៅក្នុងកិច្ចសន្យានោះបាទក្រៅពីវិន័យឥណទានមានតែទៅនឹងរឿងយន្តការនៃការដោះស្រាយបញ្ហាបាទយន្តការនៃការដោះស្រាយបញ្ហាបើសិនជាមានករណីកើតឡើងអតិថិជនគាត់ត្រូវតែអនុលោមឬក៏គេហៅថាធ្វើតាមអ្វីដែលបានចែងនៅក្នុងកិច្ចសន្យាក៏ដូចជាក្រមរបស់សមាគមជាធម្មតាអធិស្ឋានគឺរបស់គ្រឹះស្ថានបាទតែជាធម្មតាយើងមានការចែងនៅចំណុចគេហៅថាលក្ខខណ្ឌនានាបាទច្រើននៅក្នុងកិច្ចសន្យាហ្នឹងចឹងនេះហើយគឺជាអ្វីដែលអតិថិជនគឺគាត់ត្រូវតែអនុលោមទៅតាមអ្វីដែលបានចែងក្នុងកិច្ចសន្យាមួយហ្នឹងបាទហើយក្រៅពីនោះនៅពេលណាដែលមានចម្ងល់បញ្ហាផ្សេងអតិថិជនក៏ត្រូវតែមានកាតព្វកិច្ចលើកយកគេហៅថាសំណួរឬក៏បញ្ហានោះតែគាត់នៅតែមានចម្ងល់ឬក៏បានដោះស្រាយបានហ្នឹងបកធ្វើការជជែកគ្នាជាមួយនឹងគ្រឹះស្ថានបាទជាជាងទៅប្រឹក្សាយោបល់ជាមួយនឹងអ្នកដទៃដែលវាមិនហៅថាវាមិនបានជួយឲ្យមានគេហៅថាដោះស្រាយបានទាន់ពេលវេលាទេក៏តែវាទៅបានបែកជារឿងអីផ្សេងតទៅទៀតបាទអញ្ចឹងកាតព្វកិច្ចរបស់គាត់ចំពោះស្ថានក៏ត្រូវតែមាននៅក្នុងចំណុចហ្នឹងដែរបាទ